experience land អីគេ last pick អូ hello ឲ្យ Franco ហុកនៅយកបោក Hello counter Esmer ដែរតា Hello EP counter Esmer ដែរ slow ជើង ហ្នឹងហើយវាស៊ីកណាត់ហ្មងវា counter Hello ហ្មង Hello Hello ហ្នឹងវា counter hero ដែលរិចិនឈាមទៅ Uranus ដូច Esmer ជួបអីអ៊ីងហ្មង តាមពិតចេះ ទុនស៊ីបាត់ដៃវាជាគុណយកមក តាមពិតបើយើងនិយាយពី experience land មួយគេហៅថាវាយលើ land មួយស្មាខ្ញុំគិតថាពួកគាត់មិនចង់វាយគ្នាទេតែយកនេះយកមកឲ្យ Franco បោកហ្នឹង experience យកមកមាន front line ព្រោះ Galit មិនមែន front line yes បាទកន្លែងជាមួយនឹង spell flicker 4នាក់ពីខាង Valhalla 3នាក់ពី Galaxy Legend និង spell ឈាមមួយពី Louis តែ Louis ធំរហូតបានរត់ធំលើ land ជាង head រហូតបាទ Spiel Bros Spielry ប៉ុន្តែជាមួយនឹង Kamara លោកពូលមីងលោកតាលោកយាយការប្រកួតរបស់យើងចូលដល់គូទី2 game ទី2 Galaxy Legend នឹងបាសជាមួយនឹង Valhalla ជាមួយនឹងភពនិងទេវកថាមួយណាជាអ្នកឈ្នះនៅក្នុង game ទី2ហើយនៅមាន game ទី3ដែរឬទេបាទស្វាគមន៍អ្នកទាំងអស់គ្នាមកកាន់គូទី2ក៏ដូចជា game ទី2ផងដែររវាង Valhalla បាសជាមួយនឹង Galaxy Legend បាទចឹងយើងគូទី1មានលទ្ធផល2-0ទៀតណាយើងចង់ដឹងថាជាមួយនឹងគូទី2នេះ Valhalla អាចនឹងបំបាញ់លទ្ធផល2-0ដែរទេហើយក៏ដូចជា Galaxy នៅតែបន្តការយក2-0ដូចគូទី1ដែរឬអត់បាទចូលមកភ្លាមចាំងក៏គឺដើរ farm រៀងខ្លួនទេប៉ុន្តែមួយសានេះ Cadenza ដូចជាមិនសូវហ៊ានបើក map អីច្រើនទេនៅ early game នេះបាទមានការបោះបោកមួយបោះជាមួយនឹង Shadow ពីវត្តមានរបស់ឆ្មាមកបោះ Shadow ចំតែគាត់ខ្ជិលទៅវិញងខាត់ទៅតែរបស់គាត់ទៅវ៉ែដាច់ដែរបាទ level 2ទល់នឹង level 2អត់បញ្ហាទេនៅ early game ចាប់បោះបោកមួយពីណាចា secret ធ្វើការហក់ជន់មួយជើងដូចគ្នាបាទអុយអូហុកត្រូវពី secret បាទចំទៅលើ secret មកតង់ទៀតចាប់បោកបានណា secret អាចនឹងមានរយៈអូយមិនដូចមិនឃើញបាននិយាយឃើញវាថាចេះបោកមកខាងក្រោយឲ្យ secret ហុកបាទនេះការខំបោកគ្នាបោកមកក្រោយហុកមកតពួទៀតយកមកបាទតពួរបស់ Franco នៅ early ឈឺណាយ៉ាស៊ីឈាមចង់ពាក់ដាមកកង់ចំរោមគេរោមឃីវFranco រោមឃីវវាអត់ដែរយក conceal ទេ Franco ឥឡូវឡើងយកអត់ទេវាលេងរត់ដល់លេងដូចជារោមហមបើកំហង kill អានឹងយកបានស្រេចចិត្តលេងចង់បើ kill ល្អដែរដើម្បីជំនួយការ pick up របស់គាត់ជា hero ស្អាតណាបាទអីយ៉ា Golan មួយស្មើ Soul ជាមួយនឹង Vicky អាយ៉ាប៉ុន្តែ Cadenza មានការឡើងឈាមមកវិញដូចគ្នាហ្គេមនេះមានសាច់ហ្គេមលេងបាទទៅថតទី1ទៅដល់ចាក់ស៊ីងមួយពីវត្តមានរបស់ Link ប៉ុន្តែមានការ fast clear ផ្នែកពីវត្តមានរបស់ Secret ហើយនឹង Nacha ថតទី1នេះ Galaxy Legend មកតអត់ដែរទេដែលយើងមើល map ជាមួយនឹង Link គឺតែយកផុសបាត់ហើយបាទប្រឡែងចាស់ប្រឡែងបាទគេដឹងដែរបាទជាមួយនឹងការ pick off នៅ early ពិបាកក្នុងការចូលទៅបន្តិចប៉ុន្តែយើងមើលជាមួយនឹងវត្តមានរបស់ Secret កំពុងទៅ annoy ការ farm របស់ Link បាទលឹបត្រីបាទអីយ៉ាងនៅខាងលើ head អាចមានបញ្ហាជាប់ stun slow ជើងចាយ flicker មួយអាល់ទីយកតាមដល់ពី Louis វាយក្នុងផ្ទះអាល់ទីខំមកទៅផ្នែកចុងក្រោយនៅតែឡើងឈាមមកវិញនេះគ្នាតែCadenzaធ្វើការចាយ flicker មកជាមួយនឹងការកវីគាត់ផ្ដាច់ទៅលើ head បាត់ទៅហើយឆ្មាមកតន់វាយឬក៏មិនវាយអត់វាយទេមានការ spray ចូលពី secret ដូចគ្នាបាទឆ្លៀននេះមកបរហើយបៃតង់មានក្រាលក៏ទេមាន flicker មកពីក្រោយ my god ហើយមិនថារੂហើយដល់មិញប៊ីការមួយការពី Cadenza បើក map ប៉ុន្តែ secret អាចនឹងមានការបោកទៅលើ Cadenza តែដូចជាមិនចំណេញខ្ជិលបោកណាមួយបោកអត់ដាច់ហ្នឹងហើយបាទតោះមក mid lane ដើម្បី clear lane ហ្នឹងហើយយកពី lane ហ្មងដើម្បីបន្ថែមលុយឲ្យកាន់តែលឿនបាទស្ងាត់តិចហើយ secret មក pick off ហើយមកតពួរកន្លែងនេះអូគេដឹងមុនខ្ញុំតែបើមិនបើសិនចាយ flicker ក៏បោកអត់ដាច់គេមាន secret cover មានខំហ្នឹងហើយមានខំមកបោកអត់ទៅអញនឹងឈាមសហើយណាមួយ threat នៅមានdefend ដែរហ៎5ទីហ្នឹងហើយ damage reduction defend តែមិនតែហុកត្រូវផុត threat បាត់ហើយ damage reduction អត់ទេចង់និយាយថាខ្ញុំចង់ខ្ញុំចង់និយាយចេះបើសិនជាគាត់ flick cam អូ mid lane អត់ចំណេញទេអញ្ចឹងមិនថាណាអញ្ចឹងមិនថាណា flick cam អត់ចំណេញព្រោះថាគេចង់ control objective ជាងបាទបើធ្វើវាយដាច់ goal lane តែ3នាទីដំបូងឆែក មានអារម្មណ៍ថាស្ងាត់ដូចគ្នាគេលេង safe
sao hiện luôn gì tới បាទឆ្មាខណៈពេលនេះដែរបើក map secret អាចនឹងធ្វើរឿងមួយដែរទេហុកមួយត្រូវអូបានដែរបានឆ្មា ហ្នឹងបានទូ ba là tôi như này kho ba thông អាធំសល់ឈាមច្រើនពេកហោះទូយកមួយ để tay mày các bạn delay cái đấy ធំថៅបើប៉ុន្តែខាតការ farm គាត់ ហ្នឹងហើយគាត់ឈរហ្នឹងយូរ ចាអាយ៉ាហក់បោះជាមួយនឹង Shadow ហុកត្រូវយកតាមដល់ជាមួយនឹងការខំទៅលើ Louis មុនគេបុកដាច់ឬក៏បាត់ដាច់លើសាមដៃចុងក្រោយជាមួយនឹងការចោប cover ពី secret មិនទាន់ដូចគ្នាដាច់ Louis មួយផងដែរ បតដាច់អឺលី mình bọc máu hộc trâu bom thì tôi miền đây là trâu luôn cái này là đánh đôi khi Fling ថែមតំចាញ់ក៏ចាញ់មុនហ្នឹងប្រហែលបកដាច់ណា bà vừa chung trường ហើយយ៉ាកាដែនសាធ្វើការបើក map ប៉ុន្តែជាមួយជាមួយនឹង Waterman របស់ Lane ចាអាទីយកតាមដល់ជាមួយនឹងការបោកអាទីមកវិញជាមួយនឹងការ 3 ពីឆ្មាបានទៅថតទី2នេះមកឡងខ្លាំងតែជាមួយនឹងការចាប់បោកយកតាមដល់ពី Waterman របស់ណាចា head ក៏មានការដោវាយក្នុង trade យកតាមដល់ប៉ុន្តែអត់ហ៊ានលងខ្លួនទេយើងមើលជាមួយនឹងការគោះ Seal trade ពី Wiki ក៏ចំណេញផងដែរ bà chẳng cứ dương khơi nhá chúng tôi retribution rồi bao lính cứ con lên bơ chiêm đấy game này con lên được mày sau đấy con lên hai tế បាទក្រាកាទេយកតាមដងពី Louis ធ្វើការដេញជន់ចាប់អាទីយកតាមដងប៉ុន្តែ2ទល់នឹង3ប៉ុន្តែមិនទាន់បោកវាយអីខ្លាំងប្រហែលទេអស់ពី ultimate free យកតាមដង bà chúng má mình tận đây retribution nơi tại em chúng mình đang retrieve vô ban thọ đôi khi phong này pit thọ cứ ban từ lơ và lạ đôi khi ហ្នឹង bà chúng má នេះចុងទេបាទ bà បីលេខតិចតួចអឺលីហ្គេម បាទតើហើយ clear បោះជាមួយនឹង Shadow ពី Waterman របស់ឆ្មា Secret ក៏មានការចូលទៅលើ Lin យកតាមដងជាមួយនឹងការបោកខាំបាយយកតាមដងអត់មានការចាក់ស៊ីងដល់ណាទេបានពី Hero 3 Hero លឿនឆ្កឹលយកតាមដងពី Waterman របស់ Valhalla được mấy cái khác Wow. mà pu mà retrieve bớt được mấy mà pu hơi nó khăm nó bột skim nè mà tón đây bay rồi bắt bóng thread mới tiệt bắt bóng từ phong bờ tiệt បាទ trôm អត់ទេមើលមិនបាញ់មិញណាWaterman របស់ Secret គឺគាត់ខំយកបងអត់តែហ៊ានតែចាក់មកគឺខំយកបង số bay khía số lên game lọt này chẳng hiểm ấy. biết យ៉ា តែការចាក់ទៅចិត្តគេឲ្យ Franco ហៅតែអ្នកចិត្តហ្នឹងហើយ đấy មកចិត្តខំយក trong bạch ấy an ấy Angela ở bên an như mũi ấy ក្រាកាទេពី Louis កាដែនសាមានការកាប់កវីគាត់យកតាមដងទៅលើ Waterman របស់ Secret ចាយ Flicker មួយជាមួយនឹងការ Ulti មកពីកាដែនសាចុយ Winter ក្រោយ map ប៉ុន្តែអាចមានបញ្ហាដែរទេជាមួយនឹងការបោក Ulti យកតាមដងចាប់បោកខំ Flicker ចូលក្នុងផ្ទះបោកបានពីពី Waterman របស់ណាចាម្ដាយចុងក្រោយ Louis ចង់ទៅណាបោកវាយគេមិនដាច់វាយចដាច់ខ្លួនឯងអស់ពី Hero và mà bốc quay cái nước hàng grab bên tay trời ban ô là chúng mình đang ca khay pì chúng mình đang secret mấy trong bốc secret đây bên tay secret nó xong flicker ấy chuyết áo mà cho tao đó chất cọ đẹp ơi ចុចកក់មុននេះ flicker sẵn flicker Flicker mà khỏi mà hết chất cọ. ហ្នឹងអាកក់តាមក្រោយហ្នឹងមកបែតប៉ុន្តែកាដែនសាមិនមាន focus ទៅលើ target គាត់ណាមកទៅចាប់ជាមួយនឹង Waterman របស់ Soul តែ Soul នៅក្នុង trade បាទអញ្ចឹងថតទី3នេះក៏បានទៅលើ Waterman របស់ Valhalla ដូចគ្នាអញ្ចឹងដូចជា2ថត3ថតបាច់ទៅថត free យកមកបាទនៅក្នុង game នេះ Valhalla ដូចជាមានព្រៀបជាមួយនឹងការយក objective ក៏ដូចជាការទាញ kill មក7 kill ទល់នឹង1ផងដែរបាទ Louis ទៅទៀតហើយគេបោកវាយ Louis អត់សូវតាន់ទេក្រាកទេដេញចាប់បន្ថែមទៀតហើយពី Waterman របស់ Louis ប៉ុន្តែណាចាមានការចាប់បង់ Louis អត់ឲ្យទៅរំខានទេមានការជន់ ultimate យកតាមដល់ពី Waterman របស់ Cadenza អាចមានបញ្ហាទៅលើ Secret បាត់ហើយខំលើតែមកជាប់ក៏ដូចជាកន្លែងនេះជាមួយ Waterman Louis អត់ទាន់ទេជាមួយនឹងការស្រូប skill យកតាមដល់ឆ្មាវាយម្ដាយចុងក្រោយជាមួយការផ្ដាច់ទៅលើ Louis Cadenza ក៏បាត់បង់ដូចគ្នាផងដែរ cái bắt mà cái này khay lõ nè bên tay hai ban kia rồi kia cho là មានអារ cha ម្មណ៍ថា team fight របស់ Galaxy គឺជា team fight ពជាពេលដើម្បីឲ្យ Vicky ហ្នឹងបាន farm បាទ ហើយនឹងការ trade ជាមួយនឹង trade តែ Vicky អត់ចូល team fight បាន trade yes ដោយសារតែ Moscow early game មាន damage មក អញ្ចឹងបានថាអូគប់ទៅត្រូវអត់ត្រូវទេ nó có cục chay map trao ត្រូវទៅដល់គេវាយបណ្ដោយ លុយច្រើនណាកំលេង1សោ4សោ សូលមានណា game នេះ បាទ game này bà sân về dương nơi tại delay pha phim phay chẳng tiết dương lấyឲ្យ Vicky ទទួលស្គាល់បាន farm ឯងមកតែគ្នាយើងបាក់ទៅនោះបង អត់អីបែកទេគាត់និយាយ ចាអាទីតាមម្ដងពីឆ្មាធ្វើការជន់ ultimate ទៅលើណាចាអានេះមានបញ្ហាជាមួយនឹងការ shut down ពី Waterman របស់ Lin ពីមានការខំជាមួយនឹងការ Densa បាត់បង់ដូចគ្នាឆ្មាបោះជាមួយនឹង Shadow អត់ចំទេជាមួយនឹងការដកថយបានមួយដងនឹងមួយប៉ុន្តែ shut down ទៅលើណាចាក៏ខាតធ្ងន់ដែរ nói hiêu một ngày emបានចូលឆ្មាណាចូលណាចាឆ្មានោះ បើយើងកលេចមកមើល Wiki switch lane រហូតអត់មានឲ្យឃើញជាមួយនឹងវត្តមានរបស់គាត់ទេគឺការឆ្លាស់ការ clear split pool អីគឺមកឆ្ងាញ់យកតែម្ដង lot នេះបើសិនជាធ្លាក់ទៅលើ Galaxy វែងឆ្ងាយហើយបាទ Valhalla early game lead 3k បាទអញ្ចឹងបើគាត់អាច slow ball បានក៏យើងល្អដែរមកកម្បោខំដាច់ខ្ញុំគាត់ថាឃើញមុខវាយទៅបាទទៅ head ធ្វើការដេញ Waterman របស់ Lin តែចាក់មួយស៊ីង2អាចនឹងស៊ីងតដែរទេប៉ុន្តែវាយ Waterman របស់ Lin head វាយដូចជាមិនឈឺទេ ប្រៃ វាយ head អត់ឈឺទេ ប
បាទ Alan slot គេហ្វាស់ឡត ចឹងក៏លេខទៅមើលឡតប៉ះឡតចេញអត់ អាយ៉ា អត់ចេញ ឡតទី1 retrieve Yusan បានទៅលើឆ្មាប៉ុន្តែជាមួយ Low Ace មានការចាប់ stand យកតែម្ដងមានការគប់ ultimate ពី Wiki មក rotation មកជាមួយនឹងការចុច Winter Grab មកឡងខ្លះតែជាមួយនឹងការបាត់បាត់ដៃចុងក្រោយក៏ដែលសារចៃ Flicker ស៊ីងចុះស៊ីងឡើងដៃជាមួយនឹង Waterman របស់ Secret បានឲ្យគប់ចុះគប់ឡើងអស់ RT ពី Waterman របស់ឆ្មាមានការដេញវាយយកតែម្ដងជាមួយនឹង Wiki មានការបាត់បង់ដូចគ្នាជាមួយនឹងការផ្ដាច់បានឃាទៅលើឆ្មាផងដែរ អូទៅហើយ secret មួយលេន តើណាអ្នកសាច់ ជាប់ stand ចងជាប់ជាមួយនឹង head អាចនឹងមានការដេញវាយដែរទេចៃ Flicker ក៏ដូចជា Cadenza ស្មោ ស្មៅសោ ដៃចុងក្រោយ ដោយស្មោ អូយ៉ាលេង Angela ចូលវិញជាមួយនឹងឆ្មាមាន RT ដែរទេអត់ទាន់មាន RT ទេជាមួយនឹងការវាយបែកសេកតាបោះជាមួយនឹង Shadow លេង skill ជាមួយនឹងអ្នកលេង skill បណ្ដៃពី Waterman របស់ឆ្មាការ mega kill បានទៅលើ Lin What the heck មិញគឺគាត់រំពឹងទៅលើ stage របស់ X របស់គាត់ស្គាល់ហើយនឹងវាយបដាច់បានណាមួយទី1ទី2គាត់ទទួលស្គាល់ថា lane slot គឺគាត់មានអា skill ដោយរបស់គាត់អា skill ទី2ហ៎ យ៉ា មិញបែបស្មៅគ្នាទៅវិញទៅមកស្មៅណា តែដឹងស្រាប់ហើយជាមួយនឹង Lin នៅក្នុងហ្គេមនេះក៏មាន perform មកគាត់ដែរ បាទតែអ្វីដែលសំខាន់ចេះបើសិនយើងវាយ basic តាទទួលស្គាល់ថាឆ្មាក៏គាត់មាន stake របស់ X បាទ ប៉ុន្តែ Lin ក៏គាត់ពាក់ X ហើយគាត់មានអា stake គាត់ឈួរអាហ្នឹងវាមិនបូកទីមេ time ទៀត យ៉ា4 stake ហ្នឹងហើយ បាទមកជួយពីសក្តិធ្វើការបោកវាយយកដល់ជាមួយនឹងការខាំងាំដាច់ជាមួយនឹង Louis បាត់ទៅហើយ តែ secret game មួយនេះគឺល្អមែនតើណាមែនតើ secret គឺល្អមែនតើគាត់តែងតែ bet នៅក្នុង team fight ឲ្យគេលងគាត់រហូតយេអស់ breaker ឲ្យគេទិញតាមវាយគាត់បដាច់មែនចុចកក bet ឲ្យគេលងរហូតយេ bet ឲ្យគេលងរហូត ខុស ពី មួយ ម្ដង ទៀតពី secret ចា RT clear ជាមួយនឹង land ប៉ុន្តែ game នេះដូចជាមិនទាន់អីទេសម្រាប់ Galaxy Legend អត់អីនៅ8នាទីឡើងទៅ Gold Passive ចាប់ដើមឡើងហើយអញ្ចឹងអ្វីដែល Galaxy Phoenix គាត់ត្រូវជាស្អី Galaxy Legend គាត់ត្រូវការគាត់ត្រូវការ farm ដើម្បីឲ្យ Wiki គាត់មានតែធំបន្ថែមទៀតបាទ Lin នៅនឹង Wiki មាន game នៅតែជាមានក្តីសង្ឃឹមសម្រាប់ពួកគាត់ មកសូលពាក់ស្អីគេនឹងលឿនហ្នឹងក្រសិនហើយមែន ណារកសិនសៃ Win Talker អី សូល មានវាថក ណាលឿនណាធ្លាក់គ្រាប់ មិនដឹងបើបានមើលឲ្យធំហ្មង ធ្លាក់គ្រាប់លឿន ទៅហើយផ្លែពីខាងក្រៅចាប់មកពីកាដេនសាធ្វើការបោកវាយទៅលើឆ្មាមុនគេយកទៅដល់មានការបោកជាមួយនឹង Shadow ដកថតប៉ុន្តែលៀវមានមកការ Louis បាក់មែនក្រៅទេ Shadow ទៅលើសោ6 ខៀបាត់បង់ជាមួយនឹងការចាប់ skill យកទៅដល់ពីវត្តមានបាល់លេងមកដៃចុងក្រោយជាមួយនឹងការបាត់ដាក់មកខៀទៅលើ Louis ធីម Waterman មានការគោះពីវត្តមានរបស់ Galaxy Legend 6 kill បាទសូល ទៅហើយបន្តជាមួយនឹងការគោះលែនមកដែរពី Wiki មាន Winter Ground ចេញពីកាដេនសាហ្គេមនេះជាមួយនឹងការបាត់បង់អស់ពី Torrent ជាមួយនឹងការបាត់បង់បងតកា 3ដុល្លារបាត់ពេលអូខេ ស៊ីហបឺតមិនហ្វេកាន់ យ៉ា ស៊ីបឺតហ្វេកាន់តែតាក់ស្ពីតវាណាត់ឈើមួយទៀតសុងចើអាយធំមានតាក់ស្ពីតតាបើជើងអាតាក់ស្ពីតនៅក្នុងមានហ្វេកាន់ក៏មានអាតាក់ស្ពីតស៊ីបឺតក៏មានហើយឥឡូវចិត្តចេញវាណាត់ឈើមួយទៀតហ្នឹងអញ្ចឹងមិនបាញ់លឿន បាទ អត់ដឹងថាមែនវានៅឈើទេ គេហាត់ស្លោ ចាញ់វិញ វិញហ្នឹងហើយ មកអី ចេញវិញហើយត្រូវយកវិញអត់យកវិញឡានស្លោចាក់បាត់កដូចមិញហ្នឹង និយាយទៅ secret គេតែងតែបែតគាត់ណាមួយជាមួយការបែក claim បែបមិញពីកាដិនសាជាប់មក300 5k សល់ 2k មក plate គេ change team fight hello Valhalla tôi nhom vậy Galaxy គឺជា hero មួយជា team មួយដែលបកកែ defense អូយ៉ា Sing 1 Sing 2 head ចាំតែណាចូល ultimate យកតែម្ដងជាមួយនឹងការចូល combo គ្នាពី secret ហើយនឹង Villager មក Soul ចូលមកវិញ Soul និង secret អាច bet team fight នឹងបានបើសិនជាគាត់មាន Villager ហើយនឹង Villager ចាប់ពុកមួយបោះជាមួយនឹងការត RPG យកតែម្ដងពីវត្តរបស់ Soul ប៉ុន្តែវាយទៅលើ Louis នៅតែមិនដាច់ផងដែរអូ បាក់បោកតិចហើយ យកតែមានជាមួយនឹង flag ទៀតហ៎ មិញ អត់ខាំទេណាអត់ខាំទេណាអូនេះ secret មានតខាំណា មានខាំណាមិញគេលោតជន់មុនដែរ ដល់មើល Wiki សង្អប់ហ្នឹងក៏ មកលហ្វេកាន់ យកពឹស បានមកលហ្វេកាន់ក៏បាន T2 Turret នៅខាងផ្លូវបន្តលែនហើយ Wiki ចាំតែគប់អោទីមក បាទដែនសាធ្វើការ make play ជាមួយនឹងការវាយ Immortal មកបែតគប់ ultimate យកតែម្ដងពីវត្តមានរបស់ Wiki ចូលមកហើយពី Wiki អានេះអស់ពីណាចាក៏ដូចជាកន្លែងនេះជាមួយនឹង Lord បានទៅលើ Galaxy Legend មានការបោកវាយយកតែម្ដងពីវត្តមានរបស់ Wiki នៅតែវាយមកចេញជាមួយនឹងការផ្ដាច់ពី head ដូចគ្នាតែយកជាមួយនឹង Lane ការបោកគ្នាពីវត្តមានរបស់ Secret វាយធ្វើការផ្ដាច់ជាមួយនឹង Secret បានមួយខៀមកវិញដូចគ្នា អូឆ្មាលឿនណាស្មៅគាត់ការលេងស្មៅគាត់លឿនខ្លាំង ចាំហ្មងមិញចាំយកហ្មងខ្ញុំឃើញគាត់ចាំហ្មងហ្នឹង ដឹង គាត់មកពុបភ្លុចលោតកោភ្លាមយកហ្មង ខ្ញុំមិនដឹងចាអារម្មណ៍មើលគេខ្ញុំចាំមើលតែ Wiki តែ Wiki នឹងពួនស្មៅគ្រាន់ចាំមើលតែ SOD គប់មកដែរ បាទ ព្រោះមិញគាត់វាយដៃតែគាត់ឈរស្គៀមហ្មង តែគាត់គប់ត្រូវណាចាដោយសារណាចាមាន ultimate មកដាក់ផុតដៃបាទក្រៅទេពី Louis ធ្វើការបិទជាមួយនឹងវត្តមានរបស់ណាចាយកតាមដងប៉ុន្តែយកមើលជួយនឹងលេនចាក់សេងចង់វាយជាមួយនឹង Soul នៅក្នុង base យកតាមដងតែវាយមិនដាច់ទេ
ទេខ្លាយនេះអានេះមានការបែរដែរតែជាមួយការបោះ Shadow ពីឆ្មាធ្វើការដាច់ជាមួយនឹង Secret បាត់ហើយហាក់ដើម្បីក៏តម្លាក់ឆ្មានៅក្នុងផ្ទះគេចឹងអូតម្លាក់ Secret បោះជាមួយនឹង Adenza ក៏មានការបាត់បង់ដូចគ្នាផងដែរ200យកបាន T3 មួយ មានតម្លាក់ណាតម្លាក់ ចឹងបណ្ណាហ្នឹង ដល់មកនៅតម្លាក់អីហ្នឹង មិញ fail ទី communication របស់គាត់ប៉ុន្តែមិញ perfect push មកប្រហែល2ផ្លូវក៏មិនខាត បើមាន Wiki ហ្គេមមិនបើមាន Wiki អត់ទេគាត់វាយអញ្ចឹងដើម្បីចង់ប្រឡងចង់យូរនៅពេលដែល Wiki កាត់ SOD មក change game យកតែមានណាមិញគ្រប់យ៉ាងខុសអស់ តែគាត់យកបាន T3 នៅ mid lane នេះក៏ចំណេញច្រើនណា យ៉ា ព្រោះដោយសារ តែលើ swing ហ្នឹងមានអីទៀតមើលមើល អស់លេង លុយ swing ពី 5k 5k នៅសល់ 2k ឥឡូវសល់តែ400 goal មួយប្រព្រឹត្តភ្នែកគាត់ថាថ្មិចហើយនឹងបើកតាមបណ្ដោះ ដោយសារតែមិញគេសិត down ទៅលើ soul ផងអីហង អ្វីដែលខ្ញុំគិតនៅក្នុងហ្គេមមុននេះឥឡូវគឺពិបាកបោកណាស់យុទ្ធសាស្ត្រអ្វីដែល Valhalla គួរធ្វើព្យាយាម read map វារៀងបាក់មែនខ្ញុំទទួលស្គាល់តែបើអាចពីអស់ទៅលើ Wiki ហ្គេមនឹង change ខ្ញុំមក Franco Cam មកបោកមានអីជួយព្រោះ Wiki មិនតែងតែ split បាទបើគាត់ read អានឹងបានណាយើងទទួលស្គាល់ថាវាអត់ស្រួលទេបើយើងនិយាយទៅប៉ុន្តែ combo មួយនេះ Bitrix និង Franco មកបោកទៅតែលើកលែងតែ Louis ទេគឺបបាក់បោកមែន បាទបោក Louis ហើយក៏ Adenza វេទនាណា ហ្នឹងហើយ តែ Adenza នេះរៀងផុយហ៎ តិចទៀតបើសិនជា Louis មាន Immortal ទៀតអើយបាក់ទេហើយ ក៏ប៉ុន្តែ Louis នេះគេបើកគេឲ្យតបើក front line ចោលហ្នឹងឲ្យគេបោក skill អស់ចោល មួយយក AC តាន់បោកដាច់ម្នាក់ទៀតយក Immortal បោកឲ្យស្ដាយក្រោយហ្នឹងអាយ៉ា តែមកថតពុកគូដាល់ដាក់ពេលនេះឥឡូវ Bitrix ក៏ពាក់គេអូគេពាក់ចោលសិនហើយអូខេ តែដបងបលា ចេញ BOD ឲ្យពីឆ្មា ចាញ់ហាន់តែស្រ័យហ៎បើគាត់លេងចឹងមួយទៀតមកហ្វេកាត់មានហើយ មកហ្វេកមានដែរមាន Hand Strike តែការគាត់ពាក់ចោលសិនអាហ្នឹងគេពាក់យកចំណេញ damage ហ្នឹងហើយ ចាញ់ penetration អត់ទាន់ដឹងថានេះដែររៀងស្ទើរលុយអូលេងហាន់ស៊ី អូលេង snap លេង snap លេង snap មិនវាយចាញ់ ចង់វាយគាត់ចង់លេងមួយស្មើ Berlin ទេ Berlin នៅខាងនៅពីក្រោយខ្នងគាត់ តែបើអញនិយាយថាបានបើសិនជា snap wiki ឥឡូវវាស្រួលឲ្យហាយ៉ាតតទៀតព្រោះតែសារតែមានអារម្មណ៍ថាឆ្មានៅពេលដែលអាតមែតនៅពេលដែលអាតមែតទៅសល់ឈាមបន្តិចតិចហ៎ដែលស៊ី បាទ ជាការសម្រេចចិត្តរបស់គាត់ Lord មួយនេះ បើឲ្យធ្វើមកគាត់មិនអាហ្នឹងអញ្ចឹងឆ្នៃហើយបាទ Lord Dan បាទ បើចេញ map កន្លែងនេះអូ reset ចេញ clear បានហ្នឹងគាត់ reset ចេញ clear យកមកពី Wiki clear បាទ អូការបោះព័ត៌មានខាង Galaxy ល្អមែន ទៅហ្នឹងមាត់ទៅហ្នឹង ទៅស្ងាត់មួយអាហ្នឹង map rotate លឿនហ្នឹងហើយតែ rotate រត់មក Lord មាន win ណាមាន win ណា អូគេ fast Lord ហើយ គេក៏មានជាមួយនឹងAngela Secret ចូលដែរ fast មកចេញ fast ចេញទៅអត់ យ៉ាអត់មាន hero fast បាទប៉ុន្តែមានការតេស្តទៅលើ Louis ដាច់ឈាមអស់អូស្ដាច់ឈាមមួយបាត់ហើយពី Louis ប៉ុន្តែ game នេះលេងក៏ឡូឈាមដូចគ្នាហេតុធ្វើការបាត់ front line មកឡូបានតែអូយកកុនសៀលហានិភ័យយក ឥឡូវដូរមិនកើតដូរហូបពេលឲ្យថ្លៃហើយតែយក conceal មិនប្រូបើ secret គាត់ចង់លេង Winter Crown យក conceal វាពាក់ Winter Crown បានទេ ទី1ទី2បើគាត់លេងជាមួយនឹង Rome Kill ហ្នឹងពេលដែលយើងបោកទៅវាបានជួយដើម្បីទៅលើគ្នាយើងអាផ្ដាច់គេហ្នឹងព្រោះសារពេលមួយខំហ្នឹងទៅវាបានជួយដើម្បីខ្លះដែរជាមួយការ finisher បាទ ចឹងវាចំណេញណាវាចំណេញជាងរោមហម អូ rotate មកហើយពី Wiki fast slot ឬក៏យ៉ាងណាយើងដឹងហើយ game នេះរៀងស្ងាត់ map បាត់ map ឆ្មាជាមួយនឹង secret ដូចជា rotate មកបាទ fast slot អូ cancel មួយទៀតទៅហើយចូលមកវាយដែរទេជាមួយនឹងការចាប់ Louis ពុកទៅដល់ជាមួយនឹងកាប់ដាច់ Louis អត់តាន់ទេគប់ចុះគប់ឡើងកាដេនសាដឹងថាវត្តមានរបស់ secret អត់តាន់មានជាមួយនឹង RT គប់ RT យកតាមដងពីវត្តមានរបស់ Wiki ចូល team fight ឬក៏មិនចូលជាមួយនឹងកាដេនសាក៏លោឈាមមានការបោកខាមពី secret មានការបោកជាមួយនឹងវត្តមានរបស់ Lin ក៏ដំណើរចាប់នេះក៏កាត់ពីកាដេនសាធ្វើការដកថយសល់300អាចទប់ទប់ដែរតែជាមួយនឹងការបោះ Shadow ពីវត្តមានរបស់ឆ្មាមកដៃទៀតដាច់ជាមួយនឹងវត្តមានរបស់កាដេនសា secret ក៏បាត់បង់ដូចគ្នាចឹង game នេះជាមួយនឹងការផ្ដាច់ Last man standing PVK ទប់តែជាប់ឬក៏មិនជាប់ Sorry call ឲ្យវាយដែរតបពីហេចូលទៅហើយបាត់បង់អស់4 hero ទប់តែមិនជាប់ទេឈរ front line ធ្វើការបើក map ពីវត្តមានរបស់ head ទប់ជាមួយនឹង minion Wiki បានត្រឹមតែឈរមើលចុចមានតែឈរចាយ flicker ក៏ដូចជា game នេះជាមួយនឹងជ័យជំនះបានទៅលើ Valhalla យ៉ាចូល prediction ចូល prediction ហើយ និយាយទៅដោយសារតែគាត់សម្រេចមានការតេស្តឈាមយូរទៅឲ្យ head គាត់តេស្តឈាមវិញ head តេស្តឈាមឲ្យខ្ញុំនិយាយយ៉ាង Louis ក៏គាត់ត្រូវការ immortality ដែរហើយគាត់មាន immortality គាត់ពឹងផ្អែកទៅលើ Cadenza តែគាត់មាន immortality គាត់តែគេបុកដាច់តែដោយសារគេតេស្តឈាមគាត់អញ្ចឹងគាត់តេស្តឈាមដាច់ឈាមពាក់កណ្ដាលការសម្រេចចិត្តថាមាន fling ថាមកពី secret គេបុកដាច់ភ្លាម Lin គាត់អត់ទៅគាត់គិតថា ultimate របស់ Franco ហ្នឹងគឺអាចនឹងអត់ពេញតនឯមានណា fling ថាមួយកាត់ cooldown មានពេញពេលតនពេលខាំជាប់ Lin ទៅយកមក ហ្នឹង
អូមិនមក flick cam មិនកាត់ចង្កេះលយ សំខាន់មករោមឃ្យូនឹងជំនួយច្រើនណាស់ពេល early game ណាបោកផ្ដាច់យក ហ្នឹងហើយនិយាយរួមទៅស៊ូស៊ីនបោកតម្លាក់មកមកហុកមកជាន់ស្គីពីទៅយក early game យេវ៉ាវ ហើយ ត្រាស់មើលនេះមិញប៊ីជាការលេង defend ដល់ល្អពី Galaxy Legend មែនទេប៉ុន្តែគាត់ថា Valhalla early game គាត់ធ្វើបានល្អប៉ុន្តែដល់ពេលចូលចាប់ពី8នាទីដូចខ្ញុំនិយាយទៅ goal វាចាប់ដើម increase នៅ passive ទៅគាត់ធ្វើឲ្យខាង team Galaxy គាត់បាន goal ច្រើនគួរសមនៃការចង់មានឱកាសនឹងស្ទើរតែការ comeback ការខៃមួយនិងការ bait ឲ្យការខំរបស់ Secret ទៅលើ Louis ហ្នឹងធ្វើឲ្យគាត់ខាតបង់នៅ mid game បន្តិចតែពេលចូលដល់ late game គាត់រកដំណោះស្រាយឃើញទីមួយគាត់វាធ្វើដូចខ្ញុំនិយាយហ្មង បាទ ចង់ទៅ pick off Wiki ហ្មងប៉ុន្តែដល់ពេល pick off អត់បានគេទុកឲ្យជាមួយនឹង head to head គាត់ថាអត់មានណាបាញ់ខ្ញុំផង ហ្នឹងហើយ តោះឥឡូវលេងចង់បណ្ដោយគាត់រក